សួស្តីអតិថិជន Cambodia RC DJI ទាំងអស់គ្នាសម្រាប់ថ្ងៃនេះគឺយើងបើកប្រអប់ថ្មីដែរជាមួយនឹង DJI Flip គឺភ្ញៀវគាត់ទិញទៅផ្ញើទៅតាមខេត្តហ្នឹងណាហើយក៏ឆ្លៀតបានថតវីដេអូបន្តិចទៅអញ្ចឹងសម្រាប់អ្នកដែលគាត់ទិញដ្រូនពីខាងយើងទៅទិញថ្មីចង់យកទៅបើកប្រអប់នៅផ្ទះហើយចង់ activate ឬក៏ update អីអាចមើលវីដេអូនេះពីដើមរហូតដល់ចប់បានយើងនឹងបង្ហាញពីរបៀប activate ហើយនិង update សម្រាប់ការប្រើប្រាស់លើដ្រូនហ្នឹងដែលភ្ញៀវគាត់យកនេះគាត់យកឈុត combo បងប្អូនទាំងអស់គ្នាតោះអញ្ចឹងប្រភេទ DJI Flip នេះគឺនៅពេលដែលបងប្អូនធ្វើការដាក់ថ្មទៅវានឹងបើកអូតូអញ្ចឹងជាដំបូងយើងអត់ទាន់ដាក់ថ្មទេយើងគឺធ្វើការដោះ lock cover ខាងមុខនឹងចេញហើយបានយើងដាក់ថ្មតាមក្រោយបងប្អូនទាំងអស់គ្នាបើសិនជាដាក់ទៅ gimbal វានឹងដំណើរការដ្រូនវានឹងបើកអូតូតែម្ដងនៅពេលដែលបងប្អូនដាក់ថ្មចូលអញ្ចឹងជៀសវាសការខូច motor gimbal គឺយើងធ្វើការដោះ lock cover វាចេញមុនគេបង្អស់បន្ទាប់មកបងប្អូនធ្វើការដោះ stick នៅខាងក្រោយយើងអាចមួលចូល tele ទៅដើម្បីនៅពេលដែលបញ្ជាទៅគឺយើងស្រួលប្រើប្រាស់ហើយយើងធ្វើការបើក tele មកបន្ទាប់មកទៀតបងប្អូនបើកមកគេនឹងឲ្យយើងជ្រើសរើសប្រទេសយើងដាក់ Cambodia ទៅបន្ទាប់ពីបងប្អូនដាក់ប្រទេសរួចបងប្អូនចុច next មកគឺគេតម្រូវឲ្យយើងភ្ជាប់ Wi-Fi បើសិនជាបងប្អូននៅក្រៅយើងអាច share អ៊ីនធឺណិតចូល tele បានតែបើសិនជាបងប្អូននៅផ្ទះទេមាន Wi-Fi អាច connect បានដូចគ្នាគ្រាន់តែយឺតហើយនឹងលឿននឹងឯងលើ speed Wi-Fi ដែរអញ្ចឹងណាសម្រាប់ការ update លើ drone ហ្នឹងបន្ទាប់មកទៀតបងប្អូនត្រូវការវាយ Gmail ចូលដូចបងប្អូនទាំងអស់គ្នាខ្លះគាត់មាន Gmail ដែលធ្លាប់ប្រើប្រាស់ជាមួយនឹង drone ផ្សេងៗក៏អាចប្រើប្រាស់បានដែរយក account ចាស់មកប្រើក៏បានដែរឬក៏អត់ទាន់មានទេអាចបង្កើត account ថ្មីមកអញ្ចឹងហើយបងប្អូនទាំងអស់គ្នាមើលលើព័ត៌មាន tele ទៅយើងអាចមើលម្ដងមួយក៏បានឬក៏បងប្អូនដឹងរួចជាស្រេចហើយយើងអាចគ្រាន់តែចុច skip មួយមករួចជាការស្រេចហើយវាលោតនឹងកន្លែងនេះគឺយើងបើកទាំងអស់មកហើយយើងចុចជាន់មកសម្រាប់ drone គឺយើង activate ហើយវានឹង load ឲ្យយើង update មកតង់ទៀតអញ្ចឹងវាអាចពីតង់នឹងឯងអញ្ចឹងបងប្អូនទាំងអស់គ្នាធ្វើការចុច update មកបន្ទាប់មកទៀតវានឹងពេញហើយគឺយើងអាចប្រើប្រាស់ drone បានហើយចឹងចុងក្រោយបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានតម្រូវការចង់ទិញឬក៏ចង់សាកសួរពីប្រភេទ drone នីមួយៗពាក់ព័ន្ធជាមួយនឹង spec ឬក៏តម្លៃបងប្អូនអាចឆាតមកលេខទូរស័ព្ទខាងក្រោមដែលមាន Telegram ឬក៏អាចឆាតចូល page ផ្ទាល់បានបាទអរគុណជួបខ្ញុំនៅវីដេអូក្រោយ